នេះវាចង់សាំពេកហើយអានទៅវាចង់ច្រើនពេកវាអត់ដឹងថាវាដល់គោលដៅណាប៉ុន្តែបើដាក់មកហើយខ្ញុំចុះទៅហើយប្រជាពលរដ្ឋរាយការណ៍ហើយយើងត្រូវតែអានទៅចា៎ប្រជាពលរដ្ឋចំនួន83គ្រួសារក្នុងចំណោម189គ្រួសារស្នើសុំអភិបាលខេត្តកំពតជួយដោះស្រាយបញ្ហាដីធ្លីនៅថ្ងៃទី22ខែកញ្ញាឆ្នាំ2018ប្រជាពលរដ្ឋចំនួន88គ្រួសារក្នុងចំណោម189គ្រួសារដែលរស់នៅភូមិព្រៃពាយឃុំត្រពាំងឃ្លាំងស្រុកឈូកខេត្តកំពតបានរៀបចំឯកសារស្នើសុំឯកឧត្តមអភិបាលខេត្តកំពតដោះស្រាយបញ្ហាដីធ្លីមានទំនាស់ជាមួយបុគ្គលអាំផាលីននិងប្រពន្ធឈ្មោះហៀងគុន្ធីដែលបានរំលោភយកដីរបស់ពួកគាត់និងបានធ្វើការដុតបំផ្លាញផ្ទះរបស់ពួកគាត់ទៀតផងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមូលហេតុដែលប្រជាពលរដ្ឋត្រៀមនិងរៀបចំឯកសារធ្វើការស្នើសារជាថ្មីនេះដោយសារប្រជាពលរដ្ឋ88គ្រួសារក្នុងចំណោម189គ្រួសារមានទំនាស់នោះពុំទាន់ទទួលបាននៅការវាស់វែងជូនពួកគាត់នោះទេថែមទាំងរងគ្រោះនឹងការកាប់បំផ្លាញដំណាំរុះរើនិងដុតបំផ្លាញផ្ទះរបស់ពួកគាត់ថែមទៀតប្រជាពលរដ្ឋបានបន្តទៀតថាបន្ទាប់ពីការតវ៉ានិងធ្វើការស្នើសុំជួយអន្តរាគមន៍ចំពោះបញ្ហាដែលកើតមានដល់រ៉ាំរ៉ៃនេះមានការវាស់វែងដីមួយចំនួនជូនប្រជាពលរដ្ឋតែមិនបានគ្រប់គ្រួសារនោះទេធាតុពិតគឺ88គ្រួសារក្នុងចំណោម189គ្រួសារមិនបានទទួលបាននោះទេហេតុនេះនឹងធ្វើការស្នើសុំឯកឧត្តមអភិបាលខេត្តកំពតដើម្បីធ្វើការដោះស្រាយបញ្ហាជូនពួកគាត់ផងព្រោះនេះជាដីរបស់ពួកគាត់ដែលបានកាន់កាប់ជាយូរណាស់មកហើយដែលមានបុគ្គលខិលខូចមករំលោភយកដីរបស់ពួកគាត់យ៉ាងកក្លឿនដោយមិនខ្លាចច្បាប់ទាល់តែសោះសូម្បីអាជ្ញាធរភូមិឃុំស្រុកក៏មិនអាចដោះស្រាយជូនពួកគាត់បានដែរដូច្នេះមានតែឯកឧត្តមជាវតាយអភិបាលនៃគណៈអភិបាលខេត្តកំពតប៉ុណ្ណោះដែលជាឪពុកម្ដាយទី2ដោះស្រាយជូនពួកគាត់រៀបរៀងរាយការណ៍ដោយក្រុមអ្នកព័ត៌មានក្លឹបអ្នកកាសែតឯករាជ្យអញ្ចឹងខ្ញុំស្ដាប់កញ្ញាស្ដាប់រឿងនេះទៅវាដដែលចា៎ខាងមន្ត្រីវាស់វែងខ្ញុំធ្លាប់ជួបគាត់ខ្ញុំធ្លាប់អីអញ្ចឹងទៅគាត់ថាវាស់វែងហើយបងសខានៅសល់តែ3 4 10គ្រួសារទេប៉ុន្តែប្រជាពលរដ្ឋថាអត់ទេអត់ទាន់បានវាស់ទេវាស់ហើយនឹងដល់ចេញបញ្ជីឈ្មោះមកទៅចេញបញ្ជីឈ្មោះ103គ្រួសារណានោះហើយខាងលោកស្រីលោកអាំផាលីននិងហៀងគុន្ធីនេះឮតែវាយដុតផ្ទះដោយមានឈ្មោះច្រឹងជែកហ្នឹងគឺជាហៅថាជើងខ្លាំងប្រចាំភូមិព្រៃពាយហ្នឹងហើយមិនមានអ្នកណាទប់ស្កាត់ឬក៏អនុវត្តទៅតាមច្បាប់អីគឺអត់មានផ្ទាល់តែម្ដងអត់មានជួនកាលទៅវាយប្រជាជនមុខមេឃុំក៏គ្មានអ្នកណាគេធ្វើអីដុតផ្ទះដុតសំបែងរុះរើផ្ទះក៏គ្មានអ្នកណាគេធ្វើអីគិតទៅច្បាប់មិនដឹងជាទៅណាហើយបងប្អូនសំណូមពរខ្ញុំទៅនោះខ្ញុំអត់ហ៊ានទៅទេខ្ញុំលែងហ៊ានទៅហើយព្រោះ2ដងហើយលើកទី1ក្រុមលោកច្រឹងជែកនេះដេញបាញ់អ្នកសារព័ត៌មានរត់សិតតែក្របចំពីមកស៊ូចំពីមកស៊ូក្របដែរនេះគឺខ្ញុំទៅអ្នកសារព័ត៌មានដែលខ្ញុំនៅពេលនោះអនុវត្តទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មានបានត្រឹមត្រូវណាលើកទី2ដែលខ្ញុំទៅឃើញខាងសូរយោដីអីគាត់វាស់វែងមែនខ្ញុំថាអ្នកបងប្អូនឃើញគេចុះវាស់វែងឲ្យតាប៉ុន្តែដីទំនាស់ខ្លះក៏មិនទាន់បានវាស់វែងដែរព្រោះតែអាទំនាស់គេទុកសិនឲ្យដោះស្រាយគ្នាសិនខ្ញុំឃើញមែនថាគេវាស់វែងមែនឃើញតែសមត្ថកិច្ចជំនាញគាត់យកចិត្តទុកដាក់មែនចេញមកយក SK កាយផ្លូវផ្ដាច់ផ្លូវឡានខ្ញុំអត់ឲ្យមកខ្ញុំអរគុណណាស់ដែលឯកឧត្តមអភិបាលខេត្តជាពិសេសឯកឧត្តមជើងបលាអភិបាលរងខេត្តគាត់មានចំណាត់ការលឿនជួយខ្ញុំកុំអីត្រូវពួកលោកច្រឹងជែកនេះលេងឡានឬលេងប្រជាជនខ្ទេចខ្ទីអស់ទៀតហើយបើមិនកើតទេកាត់តំបន់នឹងឲ្យលោកច្រឹងជែកនឹងតែម្ដងឥឡូវលោកម្នាក់ទៀតនៅក្នុងក្រុមហ៊ុននេះប្រជាជនបានប្រាប់ឈ្មោះខ្ញុំ
ហើយគាត់ហ៊ានធ្វើសាកសីទៀតខ្ញុំថានិយាយឲ្យច្បាស់ណាកុំឲ្យនិយាយខុសគេថាចវាយខេតគេឲ្យឈរឲ្យអង្គុយអញ្ចឹងឯកឧត្តមជាតាយនឹងអន់ជាងឈ្មោះអីស្អីទេបីមើលខាងយើងចុះទៅធ្វើការចាំឈ្មោះជួយ comment មកផងបាទគឺអញ្ចឹងខ្ញុំមិនហ៊ានខ្ញុំអត់ហ៊ានទេខ្ញុំប្រាប់បងប្អូនប្រជាពលរដ្ឋឲ្យខ្ញុំមិនហ៊ានទេតែបើទៅយកព័ត៌មានដល់ឃុំនៅសាលាឃុំខ្ញុំទៅស្រុកខ្ញុំទៅខេត្តខ្ញុំតែបើឲ្យខ្ញុំចូលតំបន់ព្រៃពីនោះទៀតគឺដាច់ខាតគឺខ្ញុំមិនចូលទេព្រោះប្រជាពលរដ្ឋច្រើនខេត្តណាស់ដែលត្រូវការឲ្យអ្នកសារព័ត៌មានដូចជារូបខ្ញុំចុះទៅយកព័ត៌មានដើម្បីផ្សាយជូនប្រមុខដឹកនាំរាជរដ្ឋាភិបាលតែបើសិនជាខូខើដូចលោកច្រឹងជែកនេះគឺខ្ញុំមិនទៅទេហើយគ្មានសមត្ថកិច្ចណាគេជួយដោះស្រាយទេណាដល់ខូចឈ្មោះណាខូចឈ្មោះអាំផាលីនលោកអាំផាលីនខូចឈ្មោះលោកស្រីហៀងកុនធីដែលជាម្ចាស់ចំការអាមេរិកណាហើយចំការអាមេរិកនោះទៀតគឺជាចំការអាមេរិកដែលក្រុមហ៊ុនជប៉ុនជាអ្នកទិញធ្វើបានចេះតែធ្វើទៀតទៅជិះជាន់បានចេះតែជិះជាន់ទៀតទៅតនលោកមានអំណាចគ្មានអ្នកណាហ៊ានធ្វើអីលោកច្រឹងជេកខ្ញុំអត់និយាយរឿងលោកអាំផាលីនឬលោកស្រីហៀងកុនធីទេព្រោះគាត់ជួនកាលគាត់ជាតកែគាត់អត់ដឹងដែរគាត់ទិញដីស្រេចតែខាងក្រោមរៀបចំឲ្យដល់តែរៀបចំហើយជន់ដីប្រជាពលរដ្ឋអញ្ចឹងគាត់ត្រូវប្រឈមមុខជាមួយនឹងក្រុមហ៊ុនប្រឈមមុខជាមួយប្រជាពលរដ្ឋតែអ្នកដែលបានដៃដល់គឺលោកច្រឹងជេកជាអ្នកធ្វើ